Channel Marinali សូមគោរពនិងជម្រាបសួរបងប្អូនប្រិយមិត្តដែលតែងតែនិយមទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានជាមួយនឹងហោរាសាស្ត្រប្រចាំថ្ងៃស្អែកត្រូវនឹងថ្ងៃសុក្រទី14ខែកក្កដាឆ្នាំ2017សូមរីករាយសន្តាប់ដោយតទៅឆ្នាំជូតរាសីខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំងាយបំផុតការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមសាន្តដូចសពមួយដងរីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាយ៉ាងប្រពៃឆ្នាំឆ្លូវរាសីខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារដួងរាសីងើបឡើងខ្ពស់ដូចនេះទោះជួញទីចិត្តឆ្ងាយលោកអ្នកអាចរកផលកម្រៃហូរចូលមួយគ្រុនបំពេញបំពង់ផងដែរការធ្វើដំណើរឆ្ងាយចិត្តជួបភាពសុខដុមទៀងពេលទៅនឹងត្រឡប់មកវិញរីឯបញ្ហាសម្ព័ន្ធស្នេហាកំឡោះក្រមុំទុះមានការស្មុគស្មាញក្តីបើលោកអ្នកធ្វើការដោះស្រាយតែងជួបផលសម្រេចជានិច្ចឆ្នាំខាលរាសីស្រុតចុះនៅថ្ងៃនេះយាយអូនរបស់លោកអ្នកមិនគាប់ប្រសើរទេចូលប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមិនដឹងមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសំអប់បង្កជះឥទ្ធិពលអាក្រក់រកនឹកស្មានមិនដល់ក្រៅពីនេះការប្រកបការងារលោកអ្នកអាចជួបរឿងជម្លោះកើតឡើងដូច្នេះគប្បីមានការប្រុងប្រយ័ត្នប្រយែងហើយបើចេះធ្វើខ្លក់ថ្លង់ខ្លះទៅជាការប្រពៃបំផុតអ្នកប្រកបរបររកស៊ីជួញដូរទីចិត្តឆ្ងាយលៀបតូចធំច្រើនបោលហួសហើយពិសេសឲ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេតែម្ដងរីឯសេចក្តីស្នេហាប្រុសស្រីមានការប្រច័ណ្ឌនិងមើលផ្លូវអាក្រក់ចំពោះគ្នាច្រើនឆ្នាំថោះរាសីខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គូសំការធ្វើដំណើរទីចិត្តឆ្ងាយជួបភាពសុខដុមទៀងពេលទៅនឹងត្រឡប់មកវិញរីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគូជាទីកក់ក្ដៅផងឆ្នាំរោងរាសីខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតការធ្វើដំណើរទីចិត្តឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសពមួយដងរីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាយ៉ាងប្រពៃឆ្នាំម្សាញ់រាសីស្រុតចុះនៅថ្ងៃនេះមិនផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នោះឃើញថាងាយកើតឡើងចំពោះមុខផងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីចិត្តឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីទោះចំណូលមិនច្រើនតែក៏មានភាពសុខដុម
ល្អការធ្វើដំណើរទីជិតឆ្ងាយពេលទៅមានសុវត្ថិភាពគួរសមតែពេលត្រឡប់មកវិញគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំជួនត្រូវរើជួនរកម្មចិត្តមិនសូវទៀងទាត់នោះឡើយឆ្នាំមមីរាសីល្អមិត្តជុំនៅថ្ងៃនេះលោកអ្នកអាចទទួលរងនៅផលប៉ះទង្គិចនិងមានរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងដូចនេះទោះធ្វើអ្វីក៏ដោយតែងតែមានការអត់ធ្មត់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើតមានឡើងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីចិត្តឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមគ្រាន់បំពេញបំពង់ដែររីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងសយកើតរឿងធំគ្មានអ្នកណាជួយស្រោចស្រង់រួចឆ្នាំម៉ែម៉ែរាសីខ្ពស់ត្រដែតនៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនច្រើនផ្នែកក្នុងនេះមិនថាជារឿងការងារប្រកាសឬរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខនឹងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផងការធ្វើដំណើរឆ្ងាយចិត្តជួបភាពសុខដុមទៀងពេលទៅនឹងត្រឡប់មកវិញបញ្ហាសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើនដូចនេះត្រូវកាត់បន្ថយការបង្កចំនួនវិវាទចេញពីខ្លួនខ្លះទៅប្រសើរឆ្នាំវោករាសីខ្ពស់ត្រដែតក្នុងថ្ងៃនេះមានជោគមានសេរីហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់និងមានជោគជ័យគួរសមផងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទៀងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាហេតុនេះគប្បីមានការបើកចិត្តឲ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើងការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមយ៉ាងប្រពៃឆ្នាំរការាសីស្រុតចុះក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតធ្លាក់ស្រុតចុះដូចនេះបើចង់ធ្វើអ្វីមួយក៏ដោយតែងតែប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចចូលមកដល់សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយាយអូនកំពុងដាក់ស្រាប់ម្លោះហើយធ្វើឲ្យមានក្រុមមនុស្សតាមឈ្នានេះនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទៅជៀសផុតចំនួនវិវាទទាំងពួងទៅរួចសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឲ្យរកម្មរកុសឥតសូវស្រួលចិត្តនោះឡើយឆ្នាំចរាសីស្រុតចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរដដែលទេហេតុនេះទោះធ្វើអ្វីក៏បីមានការប្រុងប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើងចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមិនថាជួញទីចិត្តឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្ដៅតែយ៉ាងណាចូលប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កចំនួនណាមួយកើតឡើងការធ្វើដំណើរទីចិត្តឆ្ងាយជួបបញ្ហាប្រទៀងប្រទើសច្រើនគប្បីប្រយ័ត្នប្រយែងបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះមានច្រើនជាងឆ
ឆ្នាំកុលរាសីស្រុតចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរដដែលទេហេតុនេះបើទោះបីធ្វើអ្វីតែងមិនងាយឆាប់ចប់និងពិសេសខុសញឹកញាប់ថែមទៀតការប្រកបការងារអ្វីតែងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើងការប្រកបការងារចូលប្រយ័ត្នបញ្ហាប៉ះទង្គិចណាមួយដោយសារការធ្វេសប្រហែសរបស់ខ្លួនឯងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកជួបប្រទះនៅរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួចរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងខ្លួនចាហោរាសាស្ត្រប្រចាំថ្ងៃស្អែកថ្ងៃសុក្រទី14ខែកក្កដាឆ្នាំ2017សូមបញ្ចប់តែប៉ុណ្ណេះរាល់កំហុសឆ្គងដោយអចេតនាណាមួយសូមអធ្យាស្រ័យនិងអភ័យទោសដល់នាងខ្ញុំនិងក្រុមការងារផងសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់សូមជូនពរសុខភាពល្អសំណាងល្អចូលមានដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាសូមកុំភ្លេចចុចប៊ូតុង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា